ដែលខ្ញុំមើលទៅប្រហែលឆ្នាំចុងក្រោយហ្នឹងអាស៊ានមេដឹកនាំអាស៊ានដូចជាអស់មានអ្នកខ្លាំងអ្នកវិភាគក៏គេនិយាយចឹងដែរគេថាអាស៊ានមេដឹកនាំអាស៊ានដូចជាអស់មានអ្នកខ្លាំងបើប្រៀបធៀបទៅនឹងមេដឹកនាំកាលពីមុនបកកើតដំបូងមកតាំងពីសម័យលោកលីខ្វាន់យូលោកស៊ូហាតូលោកមហាធីមានសម្ដេចហ៊ុនសែនដែលក្រោយមកអញ្ចឹងបច្ចុប្បន្ននៅសល់មនុស្សចាស់ដែលសម័យនោះនៅសល់ហ្នឹងគឺស្ដេចស៊ុលតង់ចា៎ប៉ុន្តែស្ដេចស៊ុលតង់លោកគឺបើយើងមើលមកបែបទៅលោកដូចសុំតែ100ខ្លួនហើយគាត់ជាស្ដេចមួយអង្គដែលមេដឹកនាំដែលចូលរួមហ្នឹងចាស់ជាងគេបំផុតហើយសុខភាពលោកក៏មានបញ្ហាដែរនៅក្នុងការដើររហូតដល់ពេលមួយនោះប្រធានាធិបតីឥណ្ឌូនេស៊ីលោកប្រាបូវូហ្នឹងគ្រាគាត់ដឹកដៃគាត់ពេលដើរណាអាហ្នឹងគឺបង្ហាញអំពីស្ថានភាពនៃភាពវ័យចំណាស់របស់គាត់អញ្ចឹងយើងមើលឲ្យក្រៅពីហ្នឹងមេដឹកនាំជាការពិតហើយសម្ដេចធិបតីលោកក្មេងប៉ុន្តែបានសក់លោកសក់ស្កូវយោងទៅក៏មើលទៅបដំសមួយគេដែរកន្លែងនេះគឺបាទម្យ៉ាងដែរ